ជម្រាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើ poster តម្លៃ$5 poster ដែលខ្ញុំធ្វើហ្នឹងគឺតាក់ទងទៅនឹងសាលានៃការបើកវគ្គសិក្សាថ្មីអញ្ចឹងដើម្បីធ្វើ poster ហ្នឹងបានយើងចូលទៅកាន់អាន Gemini បន្ទាប់មកទៀតបន្ទាប់ពីយើងចូលមកដល់ Gemini ហ្នឹងហើយយើងចូលមកកាន់កន្លែង create image បន្ទាប់មកទៀតយើងនេះមកយើងចូលមកកែងនេះ script ដែលខ្ញុំសេទុកមុនហ្នឹងអញ្ចឹងយើងសេមកដំបូងយើងក៏សេទម្រង់បែបនេះសិនបង្កើត poster ដែលទាក់ទងទៅនឹងការបង្កើតវគ្គសិក្សាថាភាសាចិនគ្រប់កម្រិតបន្ទាប់មកយើងសេឈ្មោះសាលាជាភាសាខ្មែរជាភាសាចិនហើយនិយាយរំទៅមើលតាមហ្នឹងហើយសេតាមហ្នឹងទៅហើយកែខ្លះទៅបានហើយតែប៉ុណ្្នឹងទៅបានហើយអញ្ចឹងនេះហើយអ្វីដែលពិសេសក៏អ្វីដែលត្រូវហើយកប់សង្កត់គឺត្រូវខាងក្រោមនេះត្រូវសេទុកកេមខ្មៅខាងក្រោមដាក់ពាក្យថាកាត់ចោលអញ្ចឹងកន្លែងនេះយើងត្រូវដាក់កាត់ចោលមូលហេតុដែលកាត់ចោលព្រោះដល់ពេលដែល AI generate ហើយវានឹងបន្សល់ logo វានៅខាងជ្រុងខាងស្ដាំអញ្ចឹងយើងត្រូវទុកកេមវាប៉ុណ្ណឹងដើម្បីយើងកាត់ logo វាចោលអញ្ចឹងឥឡូវខ្ញុំ copy script ហ្នឹងមក Ctrl C ហើយខ្ញុំយកមកផាសនៅកន្លែង Gemini តោះមកខ្ញុំចុចសិនទៅហើយរងចាំវាមិនស្ទុះទៅជំរឿលទ្ធផលវាផ្ដល់ឲ្យគឺបែបណាពេលខ្លះទៅគេឲ្យយើងបង្កើតឲ្យគេឲ្យយើងតែ$5ទេដើម្បីឲ្យយើងបង្កើត poster មួយអញ្ចឹង$5បើយើងគ្រាន់តែនិយាយទៅ$5ហ្នឹងគឺពិបាកបណ្ដោយវាលក្ខណៈថា$5ហ្នឹងបើយើងអង្គុយធ្វើខ្លួនឯងវាធ្វើមិនចេញតែបើយើងចង់បាន$5ហ្នឹងមានតែឲ្យ AI ធ្វើឲ្យឯងអញ្ចឹងយើងមើលដល់ពេលវា generate គឺបានបែបនេះប៉ុន្តែវានៅចាប់ logo ខាងក្រោមនេះដដែលអញ្ចឹងយើងអត់ត្រូវការ logo ហ្នឹងទេអញ្ចឹងយើងនេះ refresh វាទៀតមក refresh ដងទៀតយើងឲ្យវា generate ធ្វើម៉េចឲ្យវាបាត់អា logo ខាងក្រោមហ្នឹងឲ្យវាផុតអា logo ខាងក្រោមហ្នឹងអញ្ចឹងបើសិនយើងរងចាំវានេះទៅយល់ទៅលក្ខណៈថាបើសិនជាវានៅជាប់ logo នឹងទៀតយើងធ្វើរហូតដល់វាផុតអា logo ហ្នឹងចាំខ្ញុំដល់ពេលចេញកន្លែងហ្នឹងខ្ញុំប្រាប់ថាឲ្យវាផុតលក្ខណៈបែបម៉េចនេះឲ្យវាផុតលក្ខណៈលក្ខណៈបែបហ្នឹងអញ្ចឹងចាំយើងយកអញ្ចឹងយើងមើលបើសិនជាអា poster មួយហ្នឹងយើងពេញចិត្តអត់បើយើងពេញចិត្តយើង save វាទុកទៅយើង save វាទុកមកតែបើយើងពេញចិត្តទេយើងអាច refresh វាម្ដងទៀតរហូតដល់យើងពេញចិត្តមករងចាំវាទៅអញ្ចឹងឥឡូវជិះមើលអាកន្លែង game ហ្នឹងខ្ញុំមានអន្តរសាស្ត្រ game ហ្នឹងយើងចូលកន្លែងហ្នឹងមកឥឡូវខ្ញុំចូលទៅបើកអា picture ហ្នឹងយើងសរគេហ្នឹង poster ហ្នឹងតែវាមិនចាប់អា logo នេះមួយ logo របស់ Gemini ហ្នឹងអញ្ចឹងចុចលើវាលើហ្នឹងមកចុចពីថា edit ទៅចុច edit ហើយយើងអូសវាចុះក្រោមមកនេះហើយយើងកាត់វាមកនេះអូសវាមកត្រឹមហ្នឹងមកមកចុច save មកអញ្ចឹងយើងបាន poster មួយមកស្អាតនេះអូខេបាទនេះ poster em khóc series បាទងាយឃើញអត់នេះអញ្ចឹងអា poster បាទនេះភាសាវាជាប់ចេះវាមើលទៅវាតំណងដែរប៉ុន្តែវាជាប់ poster នេះអញ្ចឹងយើងចុចម្ដងទៀតមក refresh វាម្ដងទៀតទៅ refresh រហូតដល់យើងពេញចិត្តមកនិយាយរួមទៅតម្លៃ$5មានតែធ្វើបែបហ្នឹងឯងឲ្យអតិថិជនសួរថា$5ហ្នឹងយកទៅជួលណាគេក៏គេមិនធ្វើឲ្យដែរ poster $5ហ្នឹងចឹងបើសិនយើងនេះលក្ខណៈថាបើសិនជាយើងចង់បាន$5ហ្នឹងជំរឿចុងក្រោយមានតែបែបហ្នឹងឯនេះចឹងឧទាហរណ៍នេះឃើញទេតែពេលចេញមក poster នេះគឺយើងគិតថាមើលទៅអេមលយខប់តណសេរីនេះអេមមកយើងចុចមកចុច download វាទៅហើយយើងចុចមកតោះមកយើងចុចវាទៀតមក
ហើយយើងចូលកន្លែង edit ទៅហើយយើងអូសចូលក្រោមហើយកាត់អានឹងចោលនេះកាត់ពីចោលនេះកាត់ឲ្យផុតមកហើយ save វាមកឃើញអត់ poster តម្លៃ$5ហេងាយហើយបាត់ហើយ poster តម្លៃ$5ហ្នឹងបាយបាយ